ជាកូនស្រីលោកកឹមសុខាអតីតមេបកប្រឆាំងបានអះអាងថាក្នុងចំនួនព្រំដែនកម្ពុជានិងថៃនេះកញ្ញាបានចូលរួមធ្វើការងារជាច្រើនជាមួយរដ្ឋបាលលោកដូណាល់ត្រាំពិសេសស្នើឲ្យអាមេរិកអន្តរាគមន៍លើថៃឲ្យដោះលែងឆ្លើយសឹកកម្ពុជាដែលខ្ញុំបានលើកឡើងជាមួយគេគឺទី1ពន្យល់ពីគោលបំណងនិងគោលដៅរបស់ប្រទេសថៃគឺប្រទេសថៃមានគោលបំណងកែប្រែព្រំដែនដែលមានហើយតាមរយៈ philosophy ដែលជាភាសាអង់គ្លេសគេហៅថា territorial revisionism ជា philosophy មួយដែលពិភពលោកគេមិនចង់ឲ្យមាននិងគេទទួលមិនបានទេទី2គឺប្រទេសថៃមានគោលបំណងបង្កអស្ថិរភាពដល់កម្ពុជាតាមរយៈសង្គ្រាមតាមរយៈការយាយីផ្សេងៗហើយខ្ញុំបានទាមទារ3ចំណុចទី1សូមឲ្យមានការដោះលែងយុទ្ធជនយើងទាំង18រូបជាបន្ទាន់ដោយឥតលក្ខខណ្ឌទី2តម្រូវឲ្យប្រទេសថៃបញ្ឈប់នៅសកម្មភាពយោធាទាំងអស់ដូចជាការរាយបន្លាលួសឬក៏សកម្មភាពនានានៅតាមព្រំដែនជាឯកតោភាគីទី3ដាច់ខាតគឺត្រូវជំរុញឲ្យប្រទេសថៃដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈស្ថាប័នអន្តរជាតិឧទាហរណ៍ដូចជាតុលាការ ICJ ខ្ញុំក៏បានស្នើផងដែរថាក្នុងការជជែកទាំងឡាយត្រូវតែមាននៅក្នុងយន្តការពហុភាគីមិនមែនទ្វេភាគីទេហើយគួរឲ្យមានរូបភាពសហរដ្ឋអាមេរិកនៅក្នុងនោះជាសាក្សីទោះយ៉ាងណានេះជាចំណុចវិជ្ជមានទី2ហើយទី1គឺយើងបានបត់ច្បាញ់ទី2យើងរៀបចំកិច្ចព្រមព្រៀងឲ្យមានសន្តិភាពនិងឲ្យមានដំណោះស្រាយកុំភ្លេចចំណុចដំណោះស្រាយហើយក្នុងនោះដែលយើងធ្វើនៅក្នុងក្របខ័ណ្ឌពហុភាគីមានសហរដ្ឋអាមេរិកជាសាក្សីមានប្រទេសម៉ាឡេស៊ីដែលដើរតួនាទីជាប្រធានអាស៊ានជាសាក្សីអញ្ចឹងចំពោះយន្តការគឺត្រឹមត្រូវហើយគឺគ្រាន់ថាខ្លឹមសារយើងត្រូវមានចំណុចបន្ថែមទៀតមកដល់ពេលនេះយើងឃើញហើយថាមានតែសហរដ្ឋអាមេរិកទេដែលមានឆន្ទៈនិងមានលទ្ធភាពអាចជួយដោះស្រាយចំនួនយើងបានជាមួយនឹងប្រទេសថៃហើយយើងត្រូវទទួលស្គាល់បើគ្មានអាមេរិកទេគឺគ្មានបទឈប់បាញ់បើគ្មានអាមេរិកទេក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពបើគ្មានអាមេរិកទេគឺថៃអាចមានលទ្ធភាពបង្កអស្ថិរភាពនិងចលាចលធំនៅក្នុងប្រទេសកម្ពុជា